Haiបន្ទាប់មកយើង back to cathedral វិញខ្ញុំក៏អត់ដឹងខ្លួនឯងដែរហេតុអីបានដាក់ cathedral វីដេអូនៅខាងមុខហើយមិនដាក់វីដេអូ cathedral នៅខាងក្រោយប៉ុន្តែចង់និយាយថានេះហុកចម្លាក់គេមួយគឺមាន story ខាងក្នុងហ្នឹងហើយអ្វីដែលខ្ញុំចង់ឲ្យបងប្អូនឃើញគឺភ្នោររបស់ Christopher Columbus ដែលគេតែងនិយាយថាគាត់ជាអ្នកមនុស្សដំបូងដែលរកឃើញអាមេរិកទោះបីតាមពិតមែនតើគាត់មិនអ្នករកឃើញអាមេរិកដំបូងហើយប៉ុន្តែនឹងទុកនិយាយវីដេអូក្រោយភ្នោររបស់គាត់គឺបានផ្លាស់ប្ដូរមកនៅក្នុង Cathedral de Sevilla ក្នុងឆ្នាំ1899ហើយបន្ទាប់មកយើង selfie នៅក្រៅទៅព្រោះថាអត់មានអ្នកគេថតរូបឲ្យ and then ទៅអង្គុយលេងនៅមាត់ទឹកមើលទេសភាពហើយខ្ញុំចូលចិត្តកន្លែងហ្នឹងព្រោះអីគេរបៀបដូចថាមកជុំគ្នាមកសាសងគ្នាអីចឹងណាព្រោះវា romantic ដែរឆ្កែនេះវិញឡើងលួយស្លោពាក់សិតអាវល្ងាខ្ញុំពេលហ្នឹងអត់មានយកអាវល្ងាទៅឯបងប្អូនគឺគិតថាក្តៅឥឡូវយើងដើរទៅ Plaza de España ហើយឃើញសេះឯបងប្អូនចាំបាច់ Uber Grab អីជិះតាសេះទៅក៏បានដែរ